រឿងមត្ថកុដលីព្រះបរមសាស្តាទ្រង់ប្រារព្ធមត្ថកុដលីជាកូនប្រុសតាព្រានកំណាញ់ម្នាក់នៅក្នុងក្រុងសាវត្ថីព្រោះព្រានជាបិតាជាមនុស្សកំណាញ់សត្វស្វាញទើបកត់ធ្វើទំហូរដោយខ្លួនឯងឲ្យកូនប្រុសពាក់នៅពេលដែលមត្ថកុដលីឈឺជាទម្ងន់ព្រានជាបិតាមិនបានទៅរកគ្រូពេទ្យឲ្យមកព្យាបាលជំងឺកូនគាត់ទេព្រោះគាត់ខ្លាចអស់នូវទ្រព្យសម្បត្តិរបស់ខ្លួនពេលដែលកូនឈឺជិតស្លាប់នោះព្រានបានលើកមត្ថកុដលីជាកូនយកមកឲ្យដេកអស់សេចក្តីសង្ឃឹមតែម្នាក់ឯងនៅរបងផ្ទះខាងក្រៅសម័យនោះព្រះសាស្តាទ្រង់បានបញ្ចេញរស្មីទៅដើម្បីឲ្យមង្គតលីបានឃើញមត្ថកុដលីឃើញព្រះរស្មីរបស់ព្រះអង្គហើយក៏កើតសេចក្តីជ្រះថ្លាយ៉ាងខ្លាំងក្នុងមួយរំពេចនោះស្ដេចហើយក៏ធ្វើមរណកាលនៅពេលដែលខ្លួនឯងបានទៅកើតនៅក្នុងឋានតាវតੰទេវលោកក្រឡេកមកឃើញឪពុករបស់ខ្លួនកំពុងតែស្រែកយំបោកខ្លួនសោកសៅយ៉ាងខ្លាំងទើបចុះពីឋានទេវលោកដើម្បីមកជួយអនុគ្រោះឪពុករបស់ខ្លួនឲ្យបានរួចផុតពីសេចក្តីទុក្ខសោកនោះហើយធ្វើឲ្យគាត់មានចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនាហើយក៏ត្រឡប់ទៅឋានទេវលោកវិញលុះព្រឹកឡើងព្រានជាឪពុកបានទៅអារាធនានិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានមកទទួលភត្តាហារនៅផ្ទះរបស់ខ្លួនហើយបានក្រាបទូលសួរអំពីការដែលកូនរបស់ខ្លួនគឺមត្ថកុដលីធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធតែម្យ៉ាងប៉ុណ្ណោះមិនបានធ្វើកុសលអ្វីដទៃក្រៅអំពីនេះសោតតែអាចទៅកើតនៅក្នុងឋានទេវលោកបានព្រះសាស្តាទ្រង់បានអធិដ្ឋានឲ្យមង្គតលីទេវបុត្រចុះមកសម្ដែងរឿងពិតដល់ព្រានជាឪពុកនិងប្រជាជនបានឃើញជាក់ស្ដែងហើយព្រះអង្គត្រាស់នៅព្រះគាថាថាមនោពុព្វាំងកមាធម្មាមនោសេដ្ឋាមនោមយាមនសាចេបសន្នេនភាសតិវាករោតិវាតតោណੰសុខមន្ធេតិឆាយាវៈអនុបានយីនីធម៌ទាំងឡាយមានចិត្តជាធំមានចិត្តប្រសើរបំផុតសម្រេចមកពីចិត្តបើបុគ្គលមានចិត្តជ្រះថ្លាហើយទោះបីនិយាយក្តីធ្វើក្តីក៏ល្អទាំងអស់ព្រោះចិត្តជ្រះថ្លានោះឯងហើយសេចក្តីសុខរមែងតាមជាប់បុគ្គលនោះដូចជាស្រមោលដែលអន្ទោលតាមប្រាណយ៉ាងដូច្នោះឯងក្នុងការចប់ព្រះគាថាធម្មទេសនាការត្រាស់ដឹងធម៌បានកើតមានដល់ពពួកសត្វ84000មត្ថកុដលីទេវបុត្រតាំងនៅហើយក្នុងសោតាបត្តផលអទិន្នពុព្វព្រានក៏ដូចគ្នាដែរគាត់បានសាបព្រោះនៅទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងព្រះពុទ្ធសាសនាដោយប្រការដូច្នោះឯងព្រះធម៌ទេសនាមានគុណប្រយោជន៍ដល់ជនច្រើនអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រ54ដល់76នៃព្រះសតនបិដកលេខ52ទំព័រទី21ចប់សូមអនុមោទនា